ជំរាបសួរបងប្អូនអរគ្នាបាទនឹងហើយវីដេអូនេះខ្ញុំសូមបង្ហាញអំពីការធ្វើ profile ឬក៏យើង post ខ្ញុំគ្រប់គ្រងរាជរដ្ឋាភិបាលកម្ពុជាដែលយកបញ្ហាប្រាសាទតាមាន់ធំប្រាសាទប្រមន់តូចប្រាសាទតាក្របីនិងតំបន់មុំបីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បាទអញ្ចឹងបងប្អូនខ្លះក៏គាត់ចេះហើយបងប្អូនខ្លះក៏គាត់អត់ចេះអញ្ចឹងវីដេអូនេះខ្ញុំធ្វើបាទបង្ហាញសង្ឃឹមថាបងប្អូនដែលអត់ចេះមើលវីដេអូនេះអាចធ្វើបានហ្នឹងចឹងយើងធ្វើតាលើទូរស័ព្ទដៃយើងនេះបងប្អូនយើងចូលទៅលើ Google របស់យើងបងប្អូន Google ហ្នឹងណាហ្នឹងហើយបន្ទាប់មកបងប្អូនវាយពាក្យថាបាទនេះបងប្អូនវាយ Twip Bonai Twip Bonai បងប្អូនណាចាខ្ញុំដាក់ link នៅលើវីដេអូហ្នឹងណា Twip Bonai ហ្នឹងមកបាទតោះមកយើងចុចទៅលើ website កម្មវិធីរបស់វាបាទយើងធ្វើការរងចាំទេយើងអស់មកក្រោមបាទពេលយើងអស់មកឃើញបងប្អូនឃើញនេះ profile ហ្នឹងខ្ញុំគ្រប់គ្រងរាជរដ្ឋាភិបាលកម្ពុជាហ្នឹងបងប្អូនចុចលើរូបហ្នឹងមកបាទបន្ទាប់មកបាទបងប្អូនអស់មកខាងក្រោមកន្លែងនេះគេទាមទារឲ្យយើងដាក់រូប profile យើងលើ Facebook ធៀបពិតទៅយើងមិនចាំបាច់ដាក់ profile ក៏បានដែរយើងដាក់រូបអីក៏បានដែរបាទហ្នឹងហើយស្រេចលើយើងណាឥឡូវយើងចុចឈូសបាទយកវីដេអូហ្នឹងមកបាទឥឡូវឧទាហរណ៍ថាខ្ញុំដាក់រូបមួយបាទរូបខ្ញុំចោះខ្ញុំដាក់បាទរូប baby ខ្ញុំបាទហ្នឹងហើយបន្ទាប់មកយើងចាប់ដើមអស់មកបាទហើយយើងសេរីរូបហ្នឹងមកឲ្យចំកដាលមកបងប្អូនណាបាទសេរីចំកដាលរួចអូខេបន្ទាប់មកបងប្អូនធ្វើការចុច download បាទបងប្អូនធ្វើការចុច download បន្ទាប់មកធ្វើការចុច continue បាទ continue មកបន្ទាប់មករងចាំបន្តិចឲ្យវាចេញពាក្យថា process បាទឥឡូវកំពុងតែ process sync your photo បងប្អូនណារងចាំបន្តិចពេលចេញអញ្ចឹងនេះឃើញ process អញ្ចឹងណា process អញ្ចឹងយើងអស់មកខាងក្រោមធ្វើការចុច download ទៀតបាទកន្លែងនេះគេដាក់លុយប៉ុន្តែធិតពិតទៅយើងអត់អស់លុយទេបាទឥឡូវយើងបាន download រួចហើយយើងធ្វើការចុច open បាទយើងបានរូបបាទយកទៅ post ឬក៏ដាក់ profile ស្រេចលើបងប្អូនណាអញ្ចឹងវីដេអូខ្ញុំបង្ហាញមានប៉ុណ្ណឹងហើយ link ខ្ញុំដាក់លើវីដេអូសង្ឃឹមថាបងប្អូនអរគ្នាអាចតន់ហើយធ្វើបានអរគ្នាណាបងប្អូនបាទសូមអរគុណច្រើនបាទ